Bạn ngày đấy nhưng hai vì thị xaនៅក្នុងការដែលយើងយកចូលស្នោបែបនេះយកមកដាំដំណាំជាទូទៅធម្មតាយើងទិញផើងទៅផ្សេងហើយអ្នកខ្លះក៏គាត់យកស្នោជាងមកដាំដែរប៉ុន្តែគាត់ក្នុងការដែលគាត់រៀបចំក្នុងការដាំនេះគឺគាត់ធ្វើអត់ត្រូវទេពេលច្រើនគឺគាត់ចោះអង្កោមនេះហើយបើប្រភេទផើងដែលគេធ្វើមក30ដំណគឺវាសិតតែចោះអង្កោមទាំងអស់អញ្ចឹងហើយបានការចោះអង្កោមវាមិនល្អដោយសារតែនៅពេលដែលយើងសោយទឹកទៅគឺទឹកទាំងអស់វាចេញទាំងអស់ហ្មងអញ្ចឹងនៅក្នុងការដាំបន្លែផ្កាវាអត់ត្រូវទេបើសិនជាដាំបន្លែផ្សេងអាចត្រូវដោយសារតែដាំមួយចំនួននៅពេលដែលមានទឹកនៅក្នុងអង្កោមអញ្ចឹងវាអាចនឹងលុយឬប៉ុន្តែសម្រាប់ប្រភេទបន្លែផ្កាខុសប្រភេទបន្លែផ្កាវាត្រូវការជាតិទឹកច្រើនអញ្ចឹងគួរតែយើងធ្វើមិនឲ្យមានជាតិទឹកដក់នៅក្នុងទឹកខ្លះអត់ឲ្យវាចេញអស់ទេអញ្ចឹងសន្ទាប់ទី1នេះគឺខ្ញុំប្រើប្រភេទថ្មធំៗដាក់ក្រោមដើម្បីឲ្យពេលដែលយើងសោយទឹកទឹកវាដក់នៅក្នុងនឹងបាទហើយនៅក្នុងការដែលចោះឲ្យទឹកហៀចេញគឺយើងចោះទៅពោះត្រឹមថ្មដែលយើងរៀបនេះបើអានេះក្រាស់យើងអាចរៀបថ្មបានច្រើនជាងទៀតឬក៏តែដោយសារនេះខ្ញុំប្រូក្រាមមកមកវាស្រាយអញ្ចឹងគឺអាចរៀបបានតែពោះនឹងទេអញ្ចឹងនៅក្នុងការចោះគឺខ្ញុំប្រើតែស្មាននេះតែដោយសារនេះវាស្នោទៅយើងអាចប្រើផ្សេងក៏បាត់ទីបានចោះដូចគ្នាប៉ុន្តែដោយសារមានអានេះហើយយើងប្រើនេះទៅអញ្ចឹងយើងចោះយើងវាស់មើលពោះថ្មនេះប៉ុណ្ណាយើងចោះប៉ុណ្ណឹងទៅឧទាហរណ៍ថាខ្ញុំពោះថ្មប៉ុណ្ណឹងប៉ុណ្ណឹងអញ្ចឹងខ្ញុំចោះប៉ុណ្ណាបាទនេះសម្រាប់ទឹកហូរចេញបើន័យថាទឹកនៅក្រោមនេះទឹកនៅក្រោមនេះគឺវាហូរចេញទេប៉ុន្តែនៅពេលទឹកឡើងដល់ពោះហ្នឹងគឺវាហូរចេញគឺមានន័យថាទឹកគឺវាអាចរក្សានៅក្នុងនេះបានខ្លះវាអត់ចេញអស់ទេអានេះខ្ញុំឧទាហរណ៍ឲ្យមើលតែមួយទេប៉ុន្តែខ្ញុំទៅចោះទឹកថែមទៀតខ្ញុំចោះ4ឬក៏5ឬក៏6តាមទំហំកេះបាទនិយាយទៅមកអាចទឹកហូរចេញស្រួលកុំឲ្យវាស្ទះបាទហើយស្តបទី1គឺយើងប្រើថ្មបែបនេះហើយស្តបទី2គឺយើងប្រើធ្យូងបាទអានេះប្រភេទធ្យូងណាំបាយតែប្រភេទធ្យូងម៉ាត់ក្រុងធ្យូងម៉ាត់ក្រុងគឺយើងត្រូវប្រើធ្យូងបែបនេះល្អបាទបើទៅយើងប្រើដីក៏បានដែរប៉ុន្តែប្រើដីវាយូរទៅវាងាយនឹងហាប់ណែនតំណាំវាពិបាកច្រើនល្អបំផុតគឺប្រភេទធ្យូងបែបនេះបើយើងមានធ្យូងកាមក៏បានដែរប៉ុន្តែធ្យូងកាមវាម៉ត់ពេកបើថាធ្យូងដុំបែបនេះគឺល្អជាងនេះក្នុងការដាំតំណាំរបស់ខ្ញុំវាជាផ្សោតអញ្ចឹងតាមដាំច្រើនទៅខ្ញុំឃើញប្រភេទធ្យូងកាមវាម៉ត់ពេកបើយើងយកមកក្រាស់ក្រោមអត់ត្រូវទេប៉ុន្តែធ្យូងកាមបែបនេះគឺល្អជាងហើយបានយើងត្រូវប្រើធ្យូងកាមបែបនេះគឺដើម្បីឲ្យវាមានលក្ខណៈថាផោងបែបនេះយើងមានថាផោងបែបនេះដើម្បីឲ្យទឹកវាងាយជាប់ចូលហើយនឹងវាដកទៅលើខាងក្រោមហ្នឹងបាទហើយក្រោយពីយើងកៅធ្យូងបានខ្លះហើយនេះគួរតែក្រោយលេខថ្មតែដោយសារតែខ្ញុំចង់ឲ្យវីដេអូខ្ញុំខ្លីដូចជាបង្ហាញតែប៉ុណ្្នឹងសិនអញ្ចឹងក្រោយពីយើងក្រាបធ្យូងប៉ុណ្្នឹងហើយនៅសតខាងលើនេះយើងអាចដាក់ជាសកេតដូងឬក៏ប្រភេទបន្លែការកាប់សំណល់ចេញនៅលើទាំងនេះជីកកំប៉ុងដាក់នៅខាងលើនឹងបានទៀតបាទយើងលាយជាមួយដីក៏បានឬក៏យើងប្រើប្រភេទដីដែលគេលាយឆាប់ហ្នឹងក៏បានដែរបាទប៉ុន្តែសតខាងក្រោយគឺគួរតែប្រើដូចខ្ញុំហើយអានេះខ្ញុំយកមកថតនៅក្នុងម្លប់ឯងក៏ប៉ុន្តែខ្ញុំត្រូវតាមនឹងក្រៅខ្ញុំរៀបថាការនេះច្រើនប៉ុន្តែដោយសារបើយើងបើកថ្ងៃក្តៅចឹងហើយខ្ញុំលើកយកមកថតនៅក្នុងម្លប់ហើយមើលបាទហ្នឹងខ្ញុំចែកដើម្បីអត់សាប់ប៉ុណ្ណឹង